អំពើពុករលួយដកស្រង់ចេញពីសៀវភៅយុទ្ធសាស្ត្រកោសនាដែលនិពន្ធដោយលោកសំសេរីប្រធានរណសិរ្សរំដោះជាតិខ្មែរបោះពុម្ពផ្សព្វផ្សាយសម្រាប់សមាជិករណសិរ្សរំដោះជាតិខ្មែរកាលពីថ្ងៃទី8 ខែសីហាឆ្នាំ2008សូមការអនុញ្ញាតនិងបរិយាយដោយខ្ញុំប្រកាសរណានាងខ្ញុំថាច់ធីលេអំពើពុករលួយជាជំងឺមួយយ៉ាងសាហាវដែលកំពុងរាតត្បាតក្នុងសង្គមខ្មែរបច្ចុប្បន្នព្រោះជនផ្ដាច់ការកញ្ចក់បរទេសហ៊ុនសែនលមប់អំណាចបំរើផលប្រយោជន៍យួនគ្មានចន្ទៈដោះស្រាយបំបត្តិអំពើពុករលួយឲ្យអស់ក្នុងសង្គមខ្មែរតលតែសោះជនផ្ដាច់ការហ៊ុនសែនគ្មានចេតនាដោះស្រាយបញ្ហាដែលកំពុងប្រឈមមុខចំពោះសង្គមខ្មែរទេថែមទាំងបង្កើតបញ្ហាឲ្យកាន់តែច្រើនទៀតដូចជាការដណ្ដើមដីធ្លីប្រជាពលរដ្ឋក្រីក្រចេតនាធ្វើដូចនេះគឺគេមានបំណងឲ្យប្រជាជាតិខ្មែរកាន់តែក្រនិងខ្សោយទៅងាយស្រួយហ៊ុនសែនបន្តកាន់អំណាចបំផ្លាញជាតិលាក់បាំងកំហុសមេដឹកនាំមួយចំនួនដែលធ្វើខុសចំពោះជាតិខ្មែរកន្លងមកជាពិសេសហ៊ុនសែនមានចេតនារក្សាការពាររបបកុម្មុយនីសក្រោមឥទ្ធិពលយួនឲ្យស្ថិតស្ថេរនៅលើប្រទេសកម្ពុជាជាអមតៈអំពើពុករលួយនេះជាឫសគល់ធ្វើឲ្យប្រជាពលរដ្ឋខ្មែរស្ថិតនៅក្នុងភាពក្រីក្រហើយអ្នកក្រកាន់តែក្រទៅជាពិសេសអ្នកស្រុកស្រែចម្ការកាន់តែមានជីវភាពក្រីក្រគ្មានលទ្ធភាពរៀនសូត្រជ្រៅជ្រះមានស្មារតីទន់ខ្សោយទៅគិតតែរឿងជីវភាពលងជឿការបោកប្រាស់របស់ពួកផ្ដាច់ការហ៊ុនសែនដែលបាននឹងកំពុងបំផ្លាញផលប្រយោជន៍ជាតិដោយជួយពង្រឹងអំណាចឲ្យជនផ្ដាច់ការថែមទៀតប៉ុណ្ណោះអំពើពុករលួយជាទុនមួយសម្រាប់ពង្រឹងអំណាចបកពួកហ៊ុនសែនឲ្យកាន់តែរឹងមាំនិងមានជីវភាពធូរធារតែប្រជាពលរដ្ឋខ្មែរកាន់តែក្រីក្រទៅបាក់ស្បាតមិនអាចងើបឡើងប្រឆាំងតទល់នឹងការគៀបសង្កត់របស់ពួកមានអំណាចដែលយកការដឹកនាំតាមរបៀបកុម្មុយនីសក្រោមអាណានិគមយួនអំពើពុករលួយធ្វើឲ្យបាត់បង់ថវិកាជាតិក្នុងមួយថ្ងៃរហូតទៅដល់$1 លានហើយបើគិតក្នុងមួយឆ្នាំជាមធ្យមត្រូវបាត់បង់ចំនួន$250ដល់$300 លានតើលុយអស់ទាំងនោះជារបស់នរណាលុយទាំងនោះជារបស់ជាតិខ្មែរមិនមែនជារបស់បកពួកហ៊ុនសែននោះទេតើគេមានប្រាក់ខែប៉ុន្មានបានមានឡានវិឡានិងស្រីយួនចំណែកមន្ត្រីរាជការលោកគ្រូអ្នកគ្រូកម្មករដែលមិនមែនបកពួកហ៊ុនសែនប្រាក់ខែតិចតួចមិនគ្រប់គ្រាន់ហើយកាន់ក្រីក្រទៅវិញរដ្ឋបាលផ្ដាច់ការហ៊ុនសែនទទួលបានជំនួយនឹងខ្ចីបរទេសរាប់លាន$ក្នុងមួយឆ្នាំតើលុយទាំងនោះពួកហ៊ុនសែនយកទៅណាលុយទាំងអស់នោះជាលុយរបស់ជាតិខ្មែរឬជារបស់ហ៊ុនសែនតែម្នាក់ឯងបានជានាំគ្នាលួចយកទ្រព្យសម្បត្តិជាតិយកទៅដាក់នៅធនាគារក្រៅប្រទេសរាប់លាន$តែទុកវេទនាត្រូវថ្លាក់លើប្រជាពលរដ្ឋខ្មែរទូទៅជាអ្នកសងវិញដូច្នេះប្រជាពលរដ្ឋខ្មែរត្រូវជំពាក់បំណុលបរទេសយ៉ាងហោចណាស់$1,500ក្នុងម្នាក់បញ្ហាទាំងអស់នេះគឺជាគំនិតដោយខ្មៅក្រខ្វក់របស់ជនផ្ដាច់ការហ៊ុនសែនបម្រើយួនមានចេតនាធ្វើឲ្យជាតិខ្មែរក្រនិងខ្សោយដើម្បីបន្តអំណាចផ្ដាច់ការនិងបម្រើផលប្រយោជន៍ឲ្យយួនតែប៉ុណ្ណោះសូមអរព្រះគុណនិងអរគុណចំពោះព្រះដេចព្រះគុណនិងបងប្អូនជនរួមជាតិខ្មែរនៅក្នុងប្រទេសនិងក្រៅប្រទេសដែលបានសវនានិងស្ដាប់នៅអត្ថរសដែលញ៉ាំងឲ្យខ្មែរសាមគ្គីរួបរមជាធ្លុងមួយដើម្បីរំដោះជាតិសាសនាប្រជាជាតិខ្មែរចេញពីរបបផ្ដាច់ការអាយ៉ងយួនហ៊ុនសែននិងអាណានិគមយួនឈ្លានពានលេបទឹកដីខ្មែរខ្មែរក្រមខ្មែរលើរួបរមសាមគ្គីចិត្តមួយគ្មានពីររំដោះទឹកដីចេញពីអាយ៉ងចយួនអប្រ័យរក្សាបុរីទឹកដីខេមរានាងខ្ញុំតិចទីឡែសំឡេងខ្មែរក្រៅប្រទេស